ចំណែកស្រីស្លៀកពាក់សាមញ្ញហើយត្រូវខ្ញុំចំអកថាស្រីម្នាក់នេះគ្រាន់តែខលទៅមួយសន្ទុះពាក្យគេមកខាងទៀតរាក់ទាក់ដូចជាមិត្តចាស់អញ្ចឹងអូខេខែក្រោយមានវេទិកាធ្វើបទបារាំងពេលខ្ញុំទៅប៉ារីសខ្ញុំនឹងទៅហាងកាហ្វេលោកនេះប្រកាសហើយពេលនាងមកត្រូវប្រាប់ខ្ញុំជាមុនណាបានអញ្ចឹងរំខានហើយត្រឹមនឹងសិនចាបើកាលពីមុនខ្ញុំប្រហែលជាគិតថានេះជាការអួតអាងទេប៉ុន្តែពេលនេះជាសមត្ថភាពពិតរបស់គេហើយខ្ញុំចូលចិត្តណាស់ទុកឲ្យនាងដោះស្រាយរឿងនេះផ្ទាល់ចុះខ្ញុំមិនចាំបាច់ចេញមកជំនួសនាងនោះទេផ្ទះគឺជាអ្នកជំនាញគំនូររបស់ម៉ូឌីលីគាត់សន្យានឹងខ្ញុំថានឹងយកគំនូរឲ្យអ្នកមើលដល់ពេលនោះខ្ញុំនឹងផ្ញើអាស័យដ្ឋានគាត់ឲ្យនេះអរចាណាស់អញ្ចឹងបងថ្លៃស្គាល់ផ្ទះដែរពីមុនធ្លាប់សហការគ្នាពី3 ដងដែរបាទអញ្ចឹងអរគុណអ្នកនាងសងហើយមែនហើយជាយេនមិត្តភក្តិខ្ញុំនៅបន្ទប់ក្បែរនេះខ្ញុំសុំតែអង្គុយលេងទីនោះសិនណាតោះចាប់តែអ្នកទាំងពីរមិនតទៅទៀតទេបងថ្លៃខ្ញុំសុំទោសពួកគេមកយប់ជ្រៅហើយខ្ញុំត្រូវទៅមុនសិនហើយនេះខ្ញុំត្រូវរៀបចំឯកសារសម្រាប់ប្រជុំព្រឹកស្អែកទៀតខ្ញុំជួយនាងទៅវិញចុះមិនបាច់ទេខ្ញុំហៅឡានរួចហើយអញ្ចឹងចាំខ្ញុំជួយនាងទៅចរាយន្តចុះលីហើយបាទលីហើយថ្ងៃនេះរំខាននាងហើយតែត្រូវចេញមកកណ្ដោភ្ញៀវបែបនេះមិនអីទេគឺជារឿងគួរធ្វើតែកុំញ៉ាំស្រាច្រើនពេកមើលទៅមកមិនសូវស្រួលទេគេចេះបារម្ភពីខ្ញុំបែបនេះមែនទេនេះគឺជាលើកទី1ហើយបងធំខ្ញុំកំពុងតែនិយាយពីឯងដឹងហើយនិយាយពីខ្ញុំមិនបងថ្លែងទៅនេះខ្ញុំមិនហ៊ាននិយាយនោះទេណាខ្ញុំអាយុ30ឆ្នាំហើយនេះជាលើកទី1ហើយដែលខ្ញុំបានឃើញមនុស្សស្រីបែបនេះត្រូវហើយនាងមានវិជ្ជាជីវៈខ្ពស់ណាស់ហើយថែមទាំងមិនចេះអួតថែមទៀតផងណាអ្វីដែលសំខាន់គឺនាងហាក់ដូចជាមិនខ្វល់ថាពួកយើងគិតយ៉ាងណាចំពោះនាងទេអញ្ចឹងពួកយើងលើកការជូនបងថ្លៃស្រីទៅមកចូលមួយទៅមកជុលយ៉ាលីអាជំងឺកាពះឯងធ្វើទុកទៀតហើយមែនទេខ្ញុំទេហៅពេទ្យឲ្យជិនណាខ្ញុំផ្លេចទូរស័ព្ទនៅទីនេះតែមានរឿងអីហ្នឹងបងថ្លៃជំងឺកាពះគាត់បានរើឡើងវិញហើយណាខ្ញុំពិនិត្យលោកបន្តិចមកឥឡូវមានអារម្មណ៍យ៉ាងម៉េចដែរបានធូរខ្លះឬអត់ដូចជាបានធូរជាមុនបន្តិចហើយអរគុណហើយនាងចេះធ្វើបែបនេះដែរម្ដាយខ្ញុំគឺជាគ្រូពេទ្យទឹកខ្ញុំចេះទិញទួយទេមានជំងឺកាពះមិនអាចញ៉ាំស្រាទេជាពិសេសពេលពោះទៅទេចាំខ្ញុំជួយនាងត្រឡប់ទៅវិញចុះមិនបាច់ទេឡានមកដល់ខាងក្រោមហើយអ្វីដែលខ្ញុំធ្វើមិញនេះគឺគ្រាន់តែជួយបំបត្តិឈឺចាប់មួយផ្លេតប៉ុណ្ណោះបាននៅឈឺគួរទៅពេទ្យហើយកុំញ៉ាំអាហារដែលប៉ះពាល់កាពះអីនេះបាន